គីមីវិទ្យាវាគឺជាមុខវិជ្ជានៅក្នុងវិទ្យាសាស្ត្រពិតមួយដែលវាក៏មិនខុសគ្នាពីមុខវិជ្ជាផ្សេងៗទៀតដែរនៅក្នុងវិទ្យាសាស្ត្រពិតហើយការរៀននៅមុខវិជ្ជានេះវាមិនអាស្រ័យថាមុខវិជ្ជានឹងពិបាកឬក៏មិនពិបាកនោះទេប៉ុន្តែវាអាស្រ័យលើអ្នកទាំងអស់គ្នាថាតើទាំងអស់គ្នាមានចិត្តចង់រៀនវាដែរឬទេហើយថាតើទាំងអស់គ្នាបានរៀបចំនៅការវិភាគក៏ដូចជាផែនការសម្រាប់ការរៀនមុខវិជ្ជានេះដែរឬទេចឹងជម្រាបសួរទាំងអស់គ្នាមកកាន់ Channel YouTube របស់ខ្ញុំមេឃមុតសាជាថ្មីហើយបើសិនជាទាំងអស់គ្នាមិនទាន់ស្គាល់ខ្ញុំទេខ្ញុំឈ្មោះមេឃមុតហើយខ្ញុំជាអតីតសិស្សនីតិ A នៅក្នុងឆ្នាំ2024ចំពោះវីដេអូនេះខ្ញុំនឹងចែកជូននៅបទពិសោធន៍រៀនខ្លះៗរបស់ខ្ញុំនៅក្នុងមុខវិជ្ជាគីមីវិទ្យាដើម្បីទទួលបាននៅនីតិល្អឬក៏ដើម្បីត្រៀមនៅបាក់ឌុបនៅពេលខាងមុខចំពោះបងប្អូនដែលត្រៀមប្រឡងបាក់ឌុបឆ្នាំ2025នៅសល់តែ5ខែទៀតទេតើទាំងអស់គ្នាបានរៀបចំនៅការរៀនយ៉ាងណាខ្លះហើយសម្រាប់មុខវិជ្ជាគីមីវិទ្យាឬក៏មានផែនការរៀនយ៉ាងណាសម្រាប់មុខវិជ្ជានេះអញ្ចឹងខ្ញុំនឹងចែកជូនទាំងអស់គ្នានៅរបៀបរៀនរបស់ខ្ញុំមួយចំនួនទៅកាន់ទាំងអស់គ្នាដូចតទៅចំណុចទី1គឺការកត់មេរៀនឲ្យបានគ្រប់ជ្រុងជ្រោយអញ្ចឹងបើសិនជាទាំងអស់គ្នាត្រូវការមេរៀនឲ្យគ្រប់ជ្រុងជ្រោយវាទាមទារទៅតែអ្នកទាំងអស់គ្នាទៅរៀនឲ្យបានរាល់ថ្ងៃប៉ុន្តែម្យ៉ាងវិញទៀតបើសិនទាំងអស់គ្នាថាសុំមិត្តភ័ក្តិដោយសារតែយើងអាចបានទៅរៀននៅថ្ងៃនេះហើយយើងសុំមិត្តភ័ក្តិចម្លងទាំងអស់គ្នាបានតែចម្លងប៉ុន្តែមិនយល់មេរៀននឹងច្បាស់ដោយទទួលបានការបញ្យល់ពីលោកគ្រូឬក៏អ្នកគ្រូដែរទេអញ្ចឹងទៅរៀនបានទៀងទាត់ដើម្បីទទួលបានមេរៀនគ្រប់ជ្រុងជ្រោយហើយការកត់មេរៀននីតិសោតមិនមែនយើងចាំតែគ្រូហៅឲ្យយើងកត់ទេគឺយើងមានគំនិតមួយថាត្រូវមានប៊ិចឬខ្មៅដៃសម្រាប់ការ note កត់ចំណាំនៅចំណុចខ្លះៗដែលយើងមិនដែលបានជួបហើយវាមានសារៈសំខាន់សម្រាប់ការប្រឡងរបស់យើងនៅពេលខាងមុខនេះហើយម្យ៉ាងវិញទៀតទាំងអស់គ្នាអត់ត្រូវប្រើពាក្យថាចាំស្អែកដើម្បីកត់មេរៀនទេកត់គឺត្រូវកត់ឲ្យហើយនៅថ្ងៃនឹងតែម្ដងនៅម៉ោងនេះតែម្ដងពីព្រោះអីព្រោះយើងមិនមែនមានតែគីមីមួយមុខទេយើងត្រូវរៀនមុខវិជ្ជាផ្សេងៗទៀតដូចនៅយើងខណៈពេលដែលយើងកំពុងរៀននៅសាលាមិនមែនមានតែ7មុខទេទាំងអស់គ្នាមានមុខវិជ្ជាច្រើនដែលយើងត្រូវកត់មេរៀនអញ្ចឹងយើងគ្មានពេលច្រើនទេសម្រាប់ការចំណាយពេលវេលាទៅលើរឿងអ្វីផ្សេងសល់ពេលវេលាគឺសម្រាប់ការរៀនរបស់យើងដើម្បីត្រៀមនៅពេលខាងមុខព្រោះយើងជិតប្រឡងហើយអត់អាចបន្ធូរឬក៏ឲ្យពេលវេលារត់ទៅចោលយើងបានទៀតទេចំណុចទី2គឺទាក់ទងជាមួយនឹងការធ្វើលំហាត់បញ្ចប់មេរៀននិងលំហាត់បញ្ចប់ចម្ពោះមិនមែនត្រឹមតែលំហាត់ទេទាំងអស់គ្នាព្រោះនៅចំណុចហ្នឹងគឺមានទាំងការឆ្លើយសំណួរហើយនិងការបំពេញចន្លោះអញ្ចឹងបើសិនជាទាំងអស់គ្នាមានពេលវេលាសមរម្យឬក៏អាចឆ្លៀតបានទាំងអស់គ្នាគួរតែធ្វើលំហាត់និងឆ្លើយសំណួរបញ្ចប់មេរៀននឹងចម្ពោះហ្នឹងឲ្យបានចប់មិនបានគ្រប់ចម្ពោះក៏ដោយយើងមើលថាមេរៀនណាសំខាន់ចម្ពោះណាសំខាន់យើងឆ្លៀតធ្វើមកព្រោះវាមានអត្ថប្រយោជន៍ហើយវាអាចជួយយើងក្នុងការដាស់ស្មារតីយើងឲ្យចងចាំនៅមេរៀនដែលយើងបានរៀនរួចហើយមកវិញហើយជួនកាលលំហាត់នៅក្នុងសភៅពុំគឺជាលំហាត់ដែលស្តៀងជាមួយនឹងការចេញបាក់ឌុបក៏ថាបានហើយមិនមែនត្រឹមតែវាជួយđểយើងបាក់ឌុបទេវាជួយសម្រាប់ការប្រឡងខែយើងដែរជួនកាលគ្រូយើងអាចចេញមេរៀនឬក៏លំហាត់នៅក្នុងសភៅពុំក៏ថាបានដែរអញ្ចឹងឆ្លៀតមើលមេរៀននឹងជាបណ្ដើទៅព្រោះវាផ្ដល់អត្ថប្រយោជន៍ដូចខ្ញុំនិយាយអញ្ចឹងហើយចំពោះខ្ញុំការខ្ញុំរៀននៅថ្នាក់ទី12លោកគ្រូគីមីខ្ញុំក៏តែងតែឲ្យសិស្សនៅក្នុងថ្នាក់ហ្នឹងគឺឆ្លើយសំណួរបញ្ចប់មេរៀនហើយនឹងឡើងធ្វើលំហាត់អញ្ចឹងវាធ្វើឲ្យពួកយើងមានស្មារតីមួយថាត្រូវតែចេះនៅមេរៀនបញ្ចប់ចម្ពោះនឹងលំហាត់ហើយកណ្ដាលយើងចេះយើងចាំវាធ្វើឲ្យយើងចាំបាននៅមេរៀនដែលយើងបានរៀនទាំងអស់នឹងមកវិញទោះបីមិន 100% ក៏បានចេះចាំគ្រាន់បើដែរនៅក្នុងមេរៀននោះអញ្ចឹងយើងរៀនពីមេរៀនមួយទៅមេរៀនមួយគឺយើងទទួលបានការចងចាំគ្រាន់បើចំណុចទី3គឺការបែងចែកមេរៀនឲ្យបានច្បាស់តែចំណុចនេះខ្ញុំចង់មានន័យថាម៉េចព្រោះការបែងចែកមេរៀនឲ្យបានច្បាស់វាជាការបែងចែកមេរៀនទៅតាមចម្ពោះនីមួយៗដែលយើងរៀនឬក៏យ៉ាងណាទាំងអស់គ្នាដឹងហើយថានៅក្នុងគីមីវិទ្យាគេត្រូវបានបែងចែកជាពីរផ្នែកគឺគីមីទូទៅឬក៏គេហៅថាគីមីធម្មតាហើយនិងគីមីសរីរាង្គអញ្ចឹងពីរផ្នែកនេះទាំងអស់គ្នាត្រូវតែបែងចែកវាឲ្យច្បាស់តើមេរៀនណាខ្លះនៅក្នុងចម្ពោះណាដែលជាគីមីធម្មតាហ
ហើយតាមមេរៀនណាខ្លះនៅក្នុងចម្ពោះមួយណាជាគីមីសរីរាង្គព្រោះវាមានសារៈសំខាន់ក្នុងការធ្វើលំហាត់ណាបងប្អូនគ្នាចំណុចទី4គឺការរំលឹកមេរៀនជារឿយៗចំណុចនេះក៏វាមានសារៈសំខាន់មួយផងដែរដែលខ្ញុំលើកមកនិយាយដោយសារតែការរំលឹកមេរៀនគឺវាធ្វើឲ្យយើងបង្កើននូវការចងចាំហើយវាមិនធ្វើឲ្យយើងភ្លេចនៅមេរៀនចាស់ៗដែលយើងបានរៀនផងហើយការរំលឹកនេះមិនមែនចាំបាច់ទាំងអស់គ្នាយកពេលវេលាណាមួយដកពេលវេលាពីមុខវិជ្ជាណាមួយដើម្បីមករំលឹកគីមីគឺអត់ទេទាំងអស់គ្នាអាពេលដែលយើងមានរៀបការវិភាគរៀនរួចហើយនៅផ្ទះឬជាមានម៉ោងគីមីគណិតវិទ្យារូបវិទ្យាអញ្ចឹងទៅនៅពេលម៉ោងគីមីវិទ្យាទាំងអស់គ្នាត្រូវតែមានពេលវេលាយ៉ាងហោចណាស់10នាទីឬក៏15នាទីសម្រាប់រំលឹកមេរៀនចាស់ៗដែលយើងបានរៀននៅពីអាទិត្យមុនឬក៏រៀនកាលពីព្រឹកមិញយកមកមើលឡើងវិញដើម្បីឲ្យយើងបានយល់ម្ដងទៀតហើយការមើលពីបេះដូងវាធ្វើឲ្យយើងចាំឯងទាំងអស់គ្នាជួនកាលយើងអត់នឹកឃើញតែខ្លួនឯងចាំមេរៀននឹងទេប៉ុន្តែពេលដែលជួបលំហាត់ពេលដែលជួបសំណួរយើងអាចឆ្លើយបាននឹងគឺជាលក្ខណៈពិសេសមួយនៃការរំលឹកមេរៀនជារឿយៗហើយបន្ថែមពីការរំលឹកមេរៀននេះបន្តមកទៀតពេលទាំងអស់គ្នារំលឹកមេរៀននឹងហើយទាំងអស់គ្នាត្រូវស្វែងរកលំហាត់ល្អពីបណ្ដាញសង្គមក៏បាននៅក្នុងសភៅពុំក៏បានដែលតាក់ទងជាមួយនឹងមេរៀនដែលទាំងអស់គ្នាបានរៀននឹងហើយយកមកទុកណាឬក៏យើងមានពេលយើងអាចធ្វើប៉ុន្តែកាលខ្ញុំរៀនខ្ញុំអត់ទាន់មានពេលវេលាច្រើនសម្រាប់ការធ្វើលំហាត់នៅក្នុងបណ្ដាញសង្គមទេអញ្ចឹងខ្ញុំអាចមើលទៅលំហាត់ណាល្អយើងយកមកទុកសិនទុកដើម្បីធ្វើនៅពេលដែលយើងបញ្ចប់ការសិក្សានៅក្នុងសាលារដ្ឋដោយសារតែនៅពេលជិតប្រឡងបាក់ឌុបគឺនៅសាលារដ្ឋគឺរៀនចប់មេរៀនអស់ហើយដូច្នេះយើងអាចផ្អាកការរៀននៅសាលារដ្ឋហើយនៅក្នុងកំឡុងពេលដែលយើងទំនេរនេះគឺយើងយកមេរៀនដែលយើងបានសំទុកនឹងគឺមកធ្វើរៀនធ្វើចូលមកដល់ចំណុចទី5វាគឺជាចំណុចមួយដែលមានសារៈសំខាន់នៅពេលដែលបាក់ឌុបខិតជិតមកដល់ឬក៏យើងអាចនិយាយបានថានៅសល់តែ2ឬក៏1ខែទៀតបាក់ឌុបហើយយើងទាំងអស់គ្នាតែងតែអនុវត្តនៅវិធីនេះហើយវិធីនោះគឺការយកវិញ្ញាសាចាស់ៗដែលធ្លាប់ចេញបាក់ឌុបយកមកធ្វើទាំងអស់គ្នាអាចធ្វើចាប់ពីឆ្នាំ2014រហូតដល់2024ក៏បានឬក៏ធ្វើទាំងអស់ក៏បានឲ្យតែយើងមានប៉ុន្តែជាទូទៅអ្នកសិក្សាទាំងអស់ក៏តែងតែផ្ដោតទៅលើការធ្វើវិញ្ញាសាគីមីវិទ្យាចាប់ពីឆ្នាំ2014រហូតដល់2024ព្រោះនៅចន្លោះឆ្នាំនេះវាមានវិញ្ញាសាដែលកម្រិតស្តង់ដារតែមួយនឹងការប្រឡងរបស់យើងនៅឆ្នាំបន្តទៅទៀតហើយនៅក្នុងចំណុចនេះដែរទាំងអស់គ្នាស្ដាប់ទៅវាហាក់ដូចជាសាមញ្ញណាព្រោះយើងត្រូវប្រឡងយើងមិនត្រូវយកវិញ្ញាសាចាស់ៗដែលធ្លាប់ប្រឡងយកមកធ្វើមិនអញ្ចឹងប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំកត់សម្គាល់ឲ្យអ្នកទាំងអស់គ្នាមួយថាការយកលំហាត់បាក់ឌុបដែលធ្លាប់ចេញមកធ្វើមិនមែនយើងធ្វើឲ្យតែរួចពីដៃឬក៏ធ្វើដើម្បីឲ្យតែយើងបានស្គាល់លំហាត់ទេប៉ុន្តែទាំងអស់គ្នាត្រូវកំណត់ពេលវេលាសម្រាប់ខ្លួនឯងឲ្យដូចការប្រឡងបាក់ឌុបអញ្ចឹងមានន័យថានៅពេលដែលអ្នកទាំងអស់គ្នាធ្វើលំហាត់យើងត្រូវដើរតួជា3ណាខ្លួនឯងមួយនោះត្រូវដើរតួ3ទី1គឺជាបេក្ខជនប្រឡងទី2គឺជាអនុរិយហើយទី3គឺជាអ្នកកាយវិញ្ញាសាដែលយើងបានធ្វើនឹងយើងទី1ក្នុងនាមជាបេក្ខជនប្រឡងយើងមិនគួរធ្វើអីខ្លះមិនគួរបើកសៀវភៅមើលមិនគួរបើករូបមន្តមើលណាមិនគួរមើលទៅលិចទៅការអីទេតែផ្ដោតទៅលើការធ្វើវិញ្ញាសានឹងហើយអញ្ចឹងទី2ខ្លួនឯងជាអនុរិយមានន័យថាម៉េចយើងទៅផ្ដល់ទំនុកចិត្តលើខ្លួនឯងហើយក៏ត្រួតពិនិត្យមើលខ្លួនឯងថាខ្ញុំត្រូវតែធ្វើវាឲ្យបានឬក៏ខ្ញុំត្រូវតែគោរពនៅវិន័យនៃការប្រឡងឲ្យបានហើយនៅពេលដែលដល់ម៉ោងភ្លាមទោះបីរួចក៏ដោយមិនរួចក៏ដោយត្រូវតែបញ្ឈប់ការសរសេរនេះគឺជាការដាក់វិន័យខ្លួនឯងនៅក្នុងការធ្វើលំហាត់បាក់ឌុបនឹងហើយបន្ទាប់ពីយើងធ្វើចប់ហើយនៅតួមួយទៀតដែលយើងត្រូវដើរគឺការកែគឺជាអ្នកកែអញ្ចឹងយើងយកក្តារដែលយើងបានធ្វើហើយនឹងមកសាកកែសាកមើលហើយដើម្បីទៀងទាត់ថាយើងខុសឬក៏ត្រូវយើងអាចមើលចម្លើយវិញ្ញាសាដែលយើងបានធ្វើនៅតាម app ក៏បាននៅតាម YouTube ក៏បានមានច្រើនណាស់តាមបណ្ដាញសង្គមសពថ្ងៃនេះអញ្ចឹងយើងអាចយកមកមើលបានថាយើងខុសឬក៏ត្រូវកន្លែងណាចំណុចណាលំហាត់ឬក៏សំណួរអញ្
ចំណុចមួយទៀតសំខាន់មែនតើសម្រាប់ទាំងអស់គ្នានៅពេលដែលយើងកែរួចហើយនៅពេលដែលយើងឃើញលទ្ធផលហើយយើងអាចស្ទាបស្ទង់ដឹងពីសមត្ថភាពរបស់យើងហើយថាសមត្ថភាពយើងគឺនៅកម្រិតណាយើងអាចធ្វើបានប៉ុណ្ណាហើយយើងស្គាល់ខ្លួនឯងថាយើងខ្សោយអ្វីហើយយើងខ្លាំងអ្វីអញ្ចឹងបើសិនជាយើងខ្សោយសំណួរឬខ្សោយលំហាត់យើងនៅខ្សោយចំពោះមេរៀនណាខ្សោយគីមីទូទៅឬក៏សរីរាង្គទាំងគ្នាត្រូវតែបន្ថែមម៉ោងសម្រាប់ការរៀនទៅលើមុខវិជ្ជានឹងបន្ថែមទៀតដើម្បីឲ្យយើងកាន់តែមានសមត្ថភាពទៅលើមេរៀននឹងបន្ថែមទៀតហើយបន្ទាប់ទៅទៀតពេលដែលយើងបន្ថែមម៉ោងរៀនរួចហើយយើងសាកតេស្តសមត្ថភាពយើងម្ដងទៀតតើមេរៀននេះយើងអាចចាប់បានច្រើនជាងមុនដែរទេណាទាំងអស់គ្នាជាចុងក្រោយនេះគឺពិតជាអរគុណទាំងអស់គ្នាមែនទែនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនាវីដេអូមួយនេះតាំងពីដើមដល់ចប់ហើយខ្ញុំក៏សូមអភ័យទោសទៅកាន់ទាំងអស់គ្នាបើសិនជាការនិយាយរបស់ខ្ញុំមានខុសខាតមិនស្អាតកន្លែងណាក៏សូមទាំងអស់គ្នាខន្តីអភ័យទោសផងហើយបើសិនជាអ្នកទាំងអស់គ្នាចង់បាននៅវីដេអូថ្មីក៏ដូចជាគំនិតអប់រំទាក់ទងនឹងការរៀនរបស់ខ្ញុំអ្នកគ្នាសូមជួយចុច like និង subscribe channel YouTube ខ្ញុំអ្នកមួយផងអរគុណច្រើនជួបគ្នាជាមួយខ្ញុំមួយមុតនៅវីដេអូក្រោយទៀត